Chanang. Ooh. Chanang. Coconut. Oh yeah. Chanang na. Chanang. Oh Chanang na. Con chào đó. Chanang. 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 Yeah. ថ្ងៃនេះខ្ញុំបានយកកលានខ្មែរយើងមកឲ្យជនជាតិកាណាដាជនជាតិអូស្ត្រាលីហើយនិងជនជាតិអាមេរិកសាកមើលបាទបន្ទាប់ពីខ្ញុំបានផុសវីដេអូអំពីនេះលោកកលានមកគឺពួកគាត់ខ្លះមិត្តភ័ក្តិ friend ខ្ញុំនៅក្នុង Facebook ណាគាត់ឃើញថាដូចជាធ្លាប់ញ៉ាំអាហ្នឹងណាគាត់ថាឆ្ងាញ់អញ្ចឹងសួរខ្ញុំថាថតនៅណាគេលក់នៅណាអញ្ចឹងណាដោយសារគាត់រត់ទិញសាកមើលម្ដងទៀតតែរត់បានតែអ្នកខ្លះក៏ធ្លាប់សាកអ្នកខ្លះក៏អត់ទាន់ទេអញ្ចឹងខ្ញុំថានៅចិត្តស្រុកខ្ញុំទេនៅចិត្តផ្ទះនៅស្រុកកណ្ដាលខ្ញុំណាខ្ញុំថាចាំខ្ញុំទៅផ្ទះលេខក្រោយចឹងខ្ញុំទិញយកមកឲ្យសាកញ៉ាំម្ដងទៀតបាទបន្ទាប់ពីទៅទៀតហើយខ្ញុំក៏បានទិញប្រហែលជា10កន្លះតែអ្នកលក់គាត់ថាបងកាលពីបងឯងផុសវីដេអូកាលមុនហ្នឹងមានអ្នកខ្លះគាត់ឃើញវីដេអូបងឯងគាត់ទេមកកំងតាម Telegram ចឹងណាអ្នកលក់គាត់សប្បាយចិត្តដែរតែមានអ្នកមើលវីដេអូរបស់គាត់ច្រើនហើយមានអ្នកទេមកកំងទិញចឹងដែរហើយវីដេអូហ្នឹងគឺបាទ view គឺច្រើនខ្លាំងមែនទែនឡើងក្រឹកតែម្ដងបាទអ្នកខ្លះថាធ្លាប់ទិញនៅហ្នឹងឆ្ងាញ់បាទអ្នកខ្លះថាចាំទៅចាំសាកចឹងទៅSalt? Ooh. Changan? Coconut. Oh yeah. Lizards in Cambodia we call changan. Chanang. Yeah. Chanang. How does it taste? Yummy. Oh, changan. ថ្ងៃ Chanang. នេះគឺថ្ងៃទី17ខែមេសាឆ្នាំ2026ហើយជាថ្ងៃដែលយើងទៅតែចប់ថ្ងៃចូលឆ្នាំអញ្ចឹងណាតែមានបងប្អូនយើងធ្វើដំណើរត្រឡប់ទៅវិញច្រើនបាទអ្នកខ្លះគាត់មកស៊ីមរៀបតែស៊ីមរៀបយើងអត់សូវមានមនុស្សច្រើនទេក្នុងចំណោមសារយើងបានរៀបចំពិធីអង្គរសង្ក្រាន្តបាទអញ្ចឹងខ្ញុំបាននិយាយលេងមួយជនជាតិគាត់ជនជាតិអាមេរិកណាហើយគាត់ក៏គ្រូបង្រៀនភាសាអង់គ្លេសដែរអញ្ចឹងខ្ញុំក៏ប្រាប់គាត់អំពីកន្លានថាកន្លានគឺជាអាហារសម្រន់មួយដ៏ពេញនិយមនៅក្នុងប្រទេសកម្ពុជាដែរហើយគេស្គាល់ច្រើនតាមរយៈបែបរសជាតិវាគឺឆ្ងាញ់ដែលគេដុតនៅក្នុងបំពង់ឫស្សីហើយប្រាប់គាត់ថាជាទូទៅគ្រឿងផ្សំគេយកអង្ករត្នោតពណ៌សយកមកលាយជាមួយសណ្តែកខ្មៅខ្ទិះដូងស្ករត្នោតហើយនឹងលាយអំបិលបន្តិចទៅបន្ទាប់មកគេដុតចំអិនទៅបាទគាត់ថាឆ្ងាញ់ You go to the pub street you will see sometime yeah I've seen them cooking before. Yeah. At the side of the road, they have. Oh, have you tried before? Yeah. Oh. Yeah, I like this one a lot. One of my favorites. Okay. And we just start your work on Monday, right? Oh, That's right. Back to work on Monday. Okay. បាទហើយជនជាតិម្នាក់នេះគាត់ជាជនជាតិអូស្ត្រាលីបាទខ្ញុំយកមកឲ្យគាត់គាត់សួរថាហ្នឹងអីគេខ្ញុំថាហ្នឹងម្ហូបអាហារសម្រន់របស់ខ្មែរដែលគេពេញនិយមណាហើយខ្ញុំប្រាប់គាត់ពីរបៀបបករបៀបបើកអញ្ចឹងទៅហើយបន្ទាប់មកគាត់ហេតុមើលគាត់ថាជួយតាបាទខ្ញុំថាសាកមើលទៅហើយជនជាតិនេះគាត់ជាជនជាតិបារាំងសុទ្ធញ៉ាំពីមុនតើឆ្ងាញ់ខ្ញុំថាលើកសាកមួយទៀតណាខ្ញុំហុចក៏ឲ្យគាត់មួយទៅដល់មកខ្ញុំទៅហុចឲ្យជនជាតិពីរនាក់ទៀតតែផ្លេចហើយនឹងថាគាត់ជនជាតិអីទេ Do you know how to open? Oh, we're getting ready to work soon. Never tried before, right? No, I'm No, sure. Okay. Thank you so much. បាទបន្ទាប់មកខ្ញុំឲ្យទៅជនជាតិម្នាក់ទៀតនឹងគាត់គាត់ឲ្យខ្ញុំភ្លេចដែរនឹងគាត់ជនជាតិអីណាគាត់ថាហ្នឹងអីគេញ៉ាំបានមែន Bean coconut and sticky rice inside You eat it? Yeah you can try it you just open តោះមកខ្ញុំប្រាប់គាត់ថាញ៉ាំបានហើយបន្ទាប់ពីញ៉ាំហើយគាត់ថា Chanang. ឆ្ងាញ់ Chanang. Yeah ឆ្ងាញ់ is mean in English ឆ្ងាញ់ Yeah